ក្នុងនេះមានសំណងស្ថាបត្យកម្មអស្ចារ្យបែបទេវកថាចិនប្លែកភ្នែកជាច្រើនសូមអ្នកនាងមើលទៅដើម្បីស្វែងរកគំនិតច្នៃប្រឌិតថ្មីៗលោកគ្រូពេទ្យលីខ្ញុំសូមបញ្ជាក់ម្ដងទៀតណានោះមិនមែនជាសុបិនដែលបាក់បែកដោយគ្មានសាច់រឿងទេច្បាប់រូបវិទ្យានៅក្នុងពិភពទេវកថាមួយនោះរចនាសម្ព័ន្ធសូម្បីតែទម្រង់សង្គមពួកគេក៏ពេញលេញបំផុតដែរក្នុងអន្តរប្រឆាំងនឹងទំនាញផែនដីអគាររចនាបុរាណដែលរៀបចំក្នុងអរេធម្មពលដ៏ជាក់លាក់មួយអ្វីដែលច្បាស់ជាងគេគឺស្រីស្លៀកក្រហមម្នាក់នោះខ្ញុំអាចធំក្លិនផ្កាមេត្រជាក់លីឡំជាមួយក្លិនឈាមលើខ្លួនគេយ៉ាងច្បាស់គេតែងតែមកឈោពាំងពីមុខការពារខ្ញុំហើយខ្ញុំថាសិស្សច្បងស្រីតូចភាពត្រឹមត្រូវនៃទិន្នន័យបែបនេះមិនអាចត្រូវបានប្រឌិតចេញដោយគ្មានមូលដ្ឋានបានទេគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងររបស់អ្នកនាងលូកាពី3ឆ្នាំមុនបានធ្វើឲ្យអ្នកនាងដេកសន្លប់ប្រហែលជិតកន្លះឆ្នាំទៅហើយចាប់តាំងពីអ្នកនាងដឹងខ្លួនរហូតមកឥឡូវគឺពេញ3ឆ្នាំនាងត្រូវបានការចងចាំមួយនេះតាមលំបន្លាចបើយោងតាមវិទ្យាសាស្ត្រគេហៅថារោគសញ្ញាសុបិនដែលឃើញច្បាស់ព្រោះការប៉ះទង្គិចផ្លូវចិត្តខ្លាំងនេះគឺជាយន្តការប៉ះពាល់មួយដែលបង្កើតឡើងដោយខួរក្បាលផ្នែកប្រមូលការចងចាំវាប្រើប្រាស់ចំណេះដឹងដែលមានស្រាប់របស់អ្នកនាងព្រោះអ្នកនាងគឺជាស្ថាបត្យកលំដាប់កំពូលប្រចាំប្រទេសណាដូច្នេះខួរក្បាលរបស់អ្នកនាងកំពុងការពារអ្នកនាងទើបវាបង្កើតពិភពទេវកថាមួយដែលមានហេតុផលស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះឡើងមកចំណែកឯមនុស្សស្រីអោក្រហមម្នាក់នោះវិញគេគ្រាន់តែជាចំណុចបង្គោលចំចិត្តមួយដែលកើតចេញពីអនុហ្វុងចញ្ញារបស់អ្នកនាងនៅក្នុងចិត្តវិទ្យាពណ៌ក្រហមតំណាងឲ្យឆន្ទៈដ៏មុតមមដើម្បីរស់រានមានជីវិតគឺដោយសារតែអ្នកនាងត្រូវបង្កើតអត្តសញ្ញាណជាអ្នកគ្រប់គ្រងនិងអ្នកការពារខណៈពេលដែលអ្នកនាងកំពុងដើម្បីប្រយុទ្ធប្រឆាំងនឹងការភ័យខ្លាចនៃការស្លាប់ដោយមិនដឹងខ្លួនលោកចង់មានន័យថាគេគ្រាន់តែជាការលួងលោមចិត្តដែលខ្ញុំប្រឌិតឡើងមកដោយខ្លួនឯងទេហ៎ការពន្យល់បែបវិទ្យាសាស្ត្រគឺពិតជាបែបនឹងមែនខួរក្បាលរបស់អ្នកនាងដើម្បីការពារអ្នកនាងវាបានបង្កើតសុបិនដ៏អស្ចារ្យនិងសោកនាដកម្មមួយពីព្រោះអារម្មណ៍របស់អ្នកនាងជាប់គាំងនៅក្នុងយន្តការការពារនោះពេកនេះគឺជាឆ្នាំងមួយគេងដែលទើបនឹងបង្កើតថ្មីលេខ1គ្រាប់មុនពេលចូលគេងរាល់ថ្ងៃត្រូវញ៉ាំឲ្យបានទៀងទាត់ណាវិស្វករលូអ្នកនាងត្រូវត្រឡប់មកពិភពពិតប្រាកដវិញហើយមានឯកសារគម្រោងខ្នាតធំសម្រាប់ត្រីមាសបន្ទាប់ត្រូវបានផ្ញើមកដល់ហើយចា៎នេះគឺជាការបញ្ជាទិញរបស់ក្រុមហ៊ុនហ្គេមល្បីឈ្មោះបំផុតមួយក្នុងស្រុកគឺក្រុមហ៊ុន Hunchiu Network ពួកគេចង់សាងសង់ទីកន្លែងដែលមានរចនា holographic ដ៏ធំបំផុតនៃប្រធានបទរចនាបថចិនបុរាណថែមទាំងបានបញ្ជាក់ចំឈ្មោះថាត្រូវតែជាអ្នកនាងផ្ទាល់ជាអ្នករចនាបថទីនេះចុះតើប្រធានបទនៃគម្រោងនេះមានឈ្មោះអ្វីដែរប្រធានបទមានឈ្មោះថាជ្រលងភ្នំភ្លេចទុកនេះគឺជារូបភាពគំនិតដែលគូរដោយផ្ទាល់ដោយនាយកសិល្បៈនិងតំណាងភាគីម្ខាងដែលទើបតែងតាំងថ្មីគាត់បាននិយាយថានៅក្នុងនេះមានសំណងដ៏អស្ចារ្យបែបទេវកថាចិនប្លែកភ្នែកជាច្រើនសូមអ្នកនាងមើលទៅដើម្បីស្វែងរកគំនិតច្នៃប្រឌិតថ្មីៗសូមប្រើប្រាស់វិទ្យាសាស្ត្រមកពន្យល់ខ្ញុំបន្តិចមើលថាហេតុអ្វីបានជានៅត្រង់ចំណុចនេះវាលោតញាប់ម្ល៉េះអ្នកនាងលូនេះគឺជាគម្រោងនៃកម្រិតខ្នាតធំរបស់ក្រុមហ៊ុនយើងសម្រាប់រយៈពេល3ឆ្នាំខាងមុខពួកយើងមិនត្រឹមតែត្រូវសាងសង់សាលប៉ុណ្ណោះទេថែមទាំងត្រូវចម្លងកំពូលភ្នំគុនព្រះច័ន្ទនិងផ្ទះរស័យតូចពីហ្គេមនេះមកក្នុងជីវិតពិតមួយផងដែរបើនិយាយពីជ្រុងជ្រោយនៃមេកានិកសំណងទៅការចម្លងកម្រិតមួយគឺមិនអាចទៅរួចទេរចនាសម្ព័ន្ធបំពង់ដែលព្យួរនៃច្រាំងថ្មចោតនេះលើសពីដែនកំណត់នៃការត្រួតទម្ងន់បេតុងពង្រឹងទំនើបហើយប្រសិនបើមិនបន្ថែមសសរទម្ងន់ដ៏ធំមាំនៅផ្នែកខាងក្រោមទេនោះវានឹងត្រូវបាក់ស្រុតនិងដួលរំភ្លាមនៅខណៈពេលដែលត្រូវបានសាងសង់ផែនទីគំនិតនេះខ្វះចំណេះដឹងរូបវិទ្យាជាមូលដ្ឋានខ្លាំងណាស់ថែមសសរត្រហេបែបនឹងមើលទៅអាក្រក់មើលស្លាប់ហើយកំពូលភ្នំគុនព្រះច័ន្ទរបស់ខ្ញុំមិនចាំបាច់មានរបាដែកអាក្រក់ទាំងនោះសម្រាប់ការត្រួតត្រងទេប្រធានផ្នែកសិនស្ថាបត្យកម្មគឺជាវិទ្យាសាស្ត្រដ៏ម៉ឺងម៉ាត់បំផុតវាមិនមែនជាការស្រមើស្រមៃតាមចុងជក់គំនូររបស់អ្នកនាងនោះទេវិទ្យាសាស្ត្រអ្នកនាងលូជីយានតើអ្នកនាងហ៊ានសម្លឹងមើលកែវភ្នែករបស់ខ្ញុំរួចប្រើប្រាស់វិទ្យាសាស្ត្រជួយពន្យល់ខ្ញុំបន្តិចមើលថាហេតុអ្វីបានជានៅត្រង់ចំណុចនេះវាលោតញាប់ម្ល៉េះសិនយ៉ាវតើនាងជានរណាឲ្យប្រកាសទៅប្រធានផ្នែកសិនសូមរក្សាគម្លាតសង្គមនៅកន្លែងធ្វើការផងចង្វាក់បេះដូងខ្ញុំកើនឡើងខ្ពស់គឺដោយសារភាពមិនមានវិជ្ជាជីវៈខ្លាំងពេករបស់ក្រុមហ៊ុនខាងអ្នកនាងកំហឹងចំពោះគំនិតរចនាដែលមិនសមហេតុផលអូហូពិតជាខឹងរហូតដល់បេះដូងលោតញាប់ខ្លាំងមែនហ៎ខ្ញុំស្មានតែអ្នកនាងលូឃើញសម្រស់ខ្ញុំហើយការចំណងតណ្ហាទេតាឈួតហើយប្រធានផ្នែកម្នាក់នេះពិតជាឈួតហើយហ៊ានប្រើពាក្យសម្ដីលេបខៃដាក់ប្រធានលូដែលល្បីខាងត្រជាក់ស្រេបដូចដុំទឹកកកនេះផងបើសិនក្រុមហ៊ុនភាគីអ្នកនាងនៅតែទូចង់បានការរចនាច្រាំងថ្មចោតដែលមិនអើពើនឹងច្បាប់រូបវិទ្យានិងទំនាញផែនដីនោះអញ្ចឹងគម្រោងមួយនេះខាងការិយាល័យរចនាប្លង់របស់យើងគឺមិនអាចទទួលធ្វើបានទេ CF Chen ប្រមូលអីវ៉ាន់ពួកយើងត្រឡប់ទៅវិញអ្នកនាងលូហេតុអីក៏ញ័រដៃរហូតដល់កាន់ថ្នាំមិនចប់បែបនេះមើលទៅថ្នាំគ្រាប់វិទ្យាសាស្ត្រតូចដែលគ្រូពេទ្យអន់នោះបើកឲ្យមិនអាចព្យាបាលជំងឺផ្លូវចិត្តអ្នកនាងបានឡើយណែលូជីយ៉ានខ្សែចុងសក់មួយសរសៃនេះចង់ណែនខ្លាំងពេកហើយវាដូចជាច្បាប់ទម្លាប់វិទ្យាសាស្ត្រដ៏ធុញទ្រាន់ទាំងនោះរបស់អ្នកនាងអញ្ចឹងធ្វើឲ្យគេគ្រប់គ្នាទុកចិត្តមិនបានចង់តែទាញផ្ដាច់វាខ្លាំងតែម្ដងសិនយ៉ាវតើនាងជានរណាឲ្យប្រកាសទៅ